នៅតំបន់ដាច់ស្រយាលនៃព្រៃអាម៉ាហ្សូនមានពាក្យចាមអារាមអំពីគណៈថែរក្សាក្រុមអ្នកវិទ្យាសាស្ត្រដឹកនាំដោយដុកទ័រអារីយ៉ាបោះជំរំក្បែរតំបន់នោះសិក្សាជីវចម្រុះកុម្ម៉យប់ដំបូងស្ងប់ស្ងាត់យប់ទី2គឺសំឡេងចម្លែកក្រហមលីសំឡេងលោះធាតុប៉ះគ្នាយប់ទី3ម៉ាកូបាត់ខ្លួនដុកទ័រអារីយ៉ានិងក្រុមតាមរកម៉ាកូពួកគេដើរតាមស្នាមជើងធំ3រៀងដូចកាយផ្លូវនាំទៅគូហាមួយលាក់ខ្លួនក្រោយទឹកជ្រោះពួកគេឃើញអ្វីម្យ៉ាងធ្វើឲ្យចាំងបេះដូងនៅកណ្ដាលគូហាឈរសត្វចម្លែកមួយកម្ពស់3ម៉ែត្រស្បែកដូចសម្បកឈើចាស់តែមានពន្លឺពណ៌បៃតងដៃវែងចុងម្រាមដៃជាក្រញាំថ្មអុបស៊ីឌីនគ្មានភ្នែកតែមានផ្កាធំរីកនិងរួមហាក់ដូចដកដង្ហើមសត្វចម្លែកឈរពីលើម៉ាកូដែលសន្លប់ដុកទ័រអារីយ៉ាលើកាំភ្លើងសត្វចម្លែកក្រហមវាប៉ះទ្រូងម៉ាកូថ្នមពន្លឺបៃតងហូរចេញពីដៃវាចូលខ្លួនម៉ាកូអារីយ៉ាភ្ញាក់ផ្អើលជើងម៉ាកូមានស្នាមពុះចឹកធំប្រែពណ៌ខ្មៅសត្វចម្លែកជួយសង្គ្រោះគាត់វាស្រោកគឺជាពលពីម៉ាកូផ្កានៅលើមុខសត្វចម្លែកប្រែខ្មៅវាដួលវាលះបង់ធម្មពលជួយមនុស្ស